បាន5គីឡូក្នុងរយៈពេលក្រោម30នាទីហើយលក្ខខណ្ឌនេះគឺថាបើសិនជា30នាទីយើងហត់បាន5គីឡូទេគឺយើងត្រូវតែប៉ាវកាហ្វេណាគេម្នាក់ទោះបីជាលើសំបី1វិនាទីក៏ដោយពួកយើងងើបព្រឹបលំដល់មកគឺមានអារម្មណ៍ថាបាក់កលាំងបាត់ហើយដោយសារតែយើងមិញគេអត់សូវបានគ្រប់ផងហើយអត់ដឹងថា5គីឡូក្រោម30នាទីហ្នឹងគឺធ្វើបានអត់ទេប៉ុន្តែពេលជិះម៉ូតូទៅដល់កោះនរាហ្នឹងគឺឃើញព្រះអាទិត្យភ្លាមគឺមានអារម្មណ៍ថាមានកម្លាំងឡើងវិញពេញបឹបហ្មងអញ្ចឹងពួកយើងក៏បានសម្រេចចិត្តថាមុននឹងហត់ហ្នឹងសុំមើលព្រះអាទិត្យរះតិចសិនហើយពួកយើងក៏បានចាប់ផ្ដើមហត់តិចតិចដោយសារតែអត់ហ៊ានចាប់ផ្ដើមមកភ្លាមលឿនខ្លាចបែកកង់ពេលយើងកំពុងហត់ហ្នឹងគឺមានអារម្មណ៍ថាសម្ពាធជាងពេលហត់រដងទៀតដោយសារអីចេះគិតថាអាចគ្រប់អត់ទេព្រោះដោយសារតែលើកនេះបើសិនជាអត់គ្រប់គឺត្រូវអស់លុយហើយគោលដៅដែលពួកយើងហត់ហ្នឹងគឺចង់ចេញពីកោះនរារហូតដល់ចុងស្ពានកោះពេជ្រហើយបកមកវិញឲ្យដល់កោះនរាមុន30នាទីគឺគ្រប់5គីឡូហើយប៉ុន្តែសំខាន់គឺដល់ដោយសារតែឥឡូវនេះគឺឆ្លងស្ពានហើយគឺយើងបាន1.40ម៉ៃ12នាទីពេលដែលហត់សុកហ្នឹងគឺពួកយើងក៏នឹកឃើញថាចង់ challenge ខ្លួនឯងបន្ថែមទៀតបើសិនជាហត់អត់គ្រប់5គីឡូក្នុងរយៈពេលក្រោម30នាទីហ្នឹងទេគឺយើងត្រូវថែមពី5គីឡូរហូតដល់10គីឡូ19នាទីចាំ2សែនអូនៅខុស2ទៀតឆ្អទៅលឿនគាត់តែនឹកឃើញលក្ខខណ្ឌហ្នឹងហើយពួកយើងក៏ហត់ត្រឡប់ទៅវិញលឿនហ្មងដោយសារតែខ្លាចថែមគីឡូផងហើយក៏ខ្លាចអស់លុយដូចគ្នានៅពេលដែលបានឆ្លងស្ពានហើយពួកយើងបានឆែកម៉ោងមើលគឺឃើញថាម៉ោងក៏ជិតដល់គីឡូយើងក៏ជិតគ្រប់ដែរហើយនៅពេលដែលហត់មកស្ទុះទៀតមកគឺគ្រប់ហើយគ្រប់5គីឡូអញ្ចឹងឥឡូវពួកយើងបានគ្រប់ម្ដងទីហើយទាំងអស់គឺយើងបាន5គីឡូហើយសរុបទៅនាទីយើងគឺខ្ញុំមើលតាម5ខ្ញុំធ្វើមុខចឹងឲ្យគាត់ចេញមុខសើយមកដឹងបាត់ហើយប្រហែលគីឡូចេញទៅហ្វេចប់បដ ாய் ម៉ាន 35.44 ងាប់អញ្ចឹងពួកយើងត្រូវបន្តឲ្យបាន5គីឡូទៀតដោយសារតែពួកយើងហត់អត់ទាន់ពេលវេលាទេតាមពិតគឺខ្ញុំនឹងថាសម្រាប់អ្នកខ្លះគឺការធ្វើចឹងវាស្រួលទេប៉ុន្តែអ្វីដែលពួកយើងចង់ជំនះហ្នឹងគឺខ្លួនឯងកាលពីមុនព្រោះដោយសារតែកាលពី6ខែមុនគឺពួកយើងបានទៅចូលរួមនៅក្នុងម៉ារ៉ាតុងមួយហើយពេលមើលវីដេអូនឹងឡើងវិញទៅឃើញថាកាលហ្នឹងគ្រាន់រហូតបានតែ1គីឡូជាងគឺទៅមកលេងចង់រួចហ្មងហើយហត់ម៉ារ៉ាតុងហ្នឹងអត់ចង់ចប់ទៀតតែដោយសារតែមួយរយៈក្រោយនេះគឺពួកយើងបានព្យាយាមហត់ច្រើនចឹងទៅវាមិនបានល្អខ្លាំងទេប៉ុន្តែយ៉ាងហោចណាស់ក៏ល្អជាងមុនដែរអញ្ចឹង challenge ដែលយើងធ្វើហ្នឹងគឺមិនព្យាយាមចង់យកឈ្នះណាគេទៅលើ5គីឡូ30នាទីហ្នឹងទេប៉ុន្តែចង់ព្យាយាមឈ្នះខ្លួនឯងកាលពីមុនហើយខ្ញុំគិតថារឿងអីក៏ដោយយើងបាច់ព្យាយាមទៅជំនះអ្នកផ្សេងនាំបាក់ចិត្តខ្លួនឯងដែរព្យាយាមធ្វើម៉េចឲ្យតែយើងល្អជាងយើងខ្លួនឯងពីមុនទៅវាល្អបាត់ហើយអញ្ចឹងឥឡូវហ្នឹងគឺយើងដើរគ្រប់បាន10គីឡូនិយាយទៅនៅក្នុង Strava គឺវាដាក់ដល់11ប៉ុន្តែគាត់ថាពួកយើងថាយក10ចុះព្រោះដោយសារយើងថាថែម5គីឡូហើយចុងក្រោយហ្នឹងគឺយើងត្រូវទិញកាហ្វេឲ្យណាគេម្នាក់អញ្ចឹងពួកយើងក៏បានចូលទៅហាងកាហ្វេដើម្បីទិញកាហ្វេមួយហើយអ្នកដែលយើងឲ្យហ្នឹងគឺបងស្រីខ្ញុំដោយសារខ្ញុំមកមួយគាត់ហ្នឹងហើយគាត់ជួយថតខ្ញុំដែរអស់លុយឲ្យសើចទៀតប៉ុន្តែឈប់វីដេអូនោះអត់តន់ចប់ទេនៅពេលដែលយើងដើរត្រឡប់ទៅវិញសុកសុនហ្នឹងក៏ជួបរឿងមួយគឺថាយើងបានឃើញសត្វក្តាមហើយក្តាមហ្នឹងក៏និយាយប្រាប់យើងថាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូហ្នឹងកុំភ្លេច share ហើយនិង follow ពួកយើងម្នាក់មួយផងអរគុណច្រើន